សូមស្វាគមន៍ប្រិយមិត្តចូលមកកាន់នាទីនិទានរឿងខ្មោចសូមជូនរឿងខ្មោចសងគុណថ្ងៃនេះអាកាសធាតុហាក់ដូចជាត្រជាក់ជាងពេលមុនផ្សេងជាកំណត់សង្ហាចូលចាំមិត្តសម្លាញ់នៅក្នុងហាងអាហារមួយក្រោយពីសម្រាប់ការសិក្សាទឹកក្រូចច្របាច់នៅក្នុងកែវនៅចំពោះមុខគេនៅសល់ជិតកន្លះកែវខ្សែភ្នែករបស់គេសម្លឹងទៅកាន់ផ្លូវចូលហាងនឹងលើកនាឡិកាមើលម៉ោងជាញឹកញាប់ពេលខ្លះក៏ដកដង្ហើមវែងអីក៏ក្រមមកម្លេះវើយម៉ោងជិត6ទៅហើយរូបណ្ដាលចាប់ទឹកក្រូចបណ្ដាលទាំងទឹកមុខស្រស់ស្រពោនបង្ហាញដល់ក្តីអស់សង្ឃឹមកាន់តែខ្លាំងឡើងមិនយូរប៉ុន្មានទើបដកដង្ហើមមកវិញពេលងាកទៅឃើញរឿងខ្ពស់សង្គ្រោងក្នុងឈុតជាសិស្សសាលារបស់ចត្រាបង្ហាញឡើងនៅទ្វារចូលហាងចាំយូរហើយឬសម្លាញ់គិតមើលខ្លួនឯងទៅណាត់ម៉ោង5ឥឡូវម៉ោង6ជាងទៅហើយតើយូរដែរទេកំឡោះសេងសួរត្រឡប់ទៅវិញធ្វើឲ្យចិត្តត្រាសើចបណ្ដាងាកទៅបញ្ជាស្ត្រីរត់តុកបណ្ដាទើបបែរមកនិយាយជាមួយមិត្តសម្លាញ់វិញឈប់ខឹងទៅគ្នាសុំទោសព្រោះមានធរៈទើបមកមិនទាន់កាលណាត់ឯងណាត់គ្នាមកនេះឲ្យមានការអីគឺរឿងបន្ទប់ដែលឯងណែនាំឲ្យទៅជួលនៅឯនោះឥឡូវនេះមានបញ្ហាហើយបញ្ហាអីគេទៅមានអ្នកលេងទៅមានអ្នកឆាឆៅឬធ្ងន់ធ្ងរជាងនេះទៅទៀតសម្លាញ់គ្នាភ័យខ្លាំងណាស់គ្នាសង្ស័យថាបន្ទប់នេះមានខ្មោចគ្នានិយាយការពិតណាចត្រាបន្ទប់ដែលជួលនៅនោះប្រកាសជាមានខ្មោចដែរពេលខ្លះគ្នាយកសើបបានឃើញស្រីម្នាក់ស្លៀកពាក់ខៀវនៅរបៀបជាស្ត្រីខ្មែរពេលខ្លះបានឮស្នូរសេងសំឡេងដូចជាមនុស្សយំបានឯងឈប់និយាយទៅកុំទៅនិយាយរឿងគ្មានការពិតមកនិយាយគ្នាស្ដាប់គ្នាមិនចូលចិត្តទេបើថាអបសុកណាស់និយាយរឿងស្រីទៅក្រន់រំភើបចិត្តចត្រាលើកដៃហាមឲ្យសេងនិយាយបន្តព្រមទាំងលើកកែវទឹកក្រូចចាប់អស់ពាក្យកណ្ដាលទើបដាក់មកវិញចត្រានិយាយបន្តបង្ហាញប្រាប់គាត់ពីគំនិតរបស់គេថាឯងដឹងទេគ្នាក៏ធ្លាប់ទៅជួលបន្ទប់ដេកម្ដងកាលដែរពេលណាគ្នារកបានចំណេញក្អែកប៉ុន្តែគ្នាមិនធ្លាប់បានឃើញឬបានឮតតែសោះក្រៅពីសម្លេងសេចក្តីសុខរបស់យើងទាំងពីរនាក់ឈប់គិតទៅមនុស្សស៊ីឆ្អែតយល់សបិនច្រើនខំរៀនខ្លាំងសរសៃប្រសាទក៏ចុះខ្សោយឬលឺអេផ្ទះផ្ដាស់អីចឹងគេថាឯងគិតច្រើនតែខ្លួនឯងទេគ្នាមិនគិតច្រើននោះទេជាពិសេសកាលពីយប់មិញនេះយប់មិញយ៉ាងម៉េចពេលគ្នាកំពុងតែអង្គុយទីមេរៀនសុកក៏ស្រាប់តែឮសំឡេងស្រីម្នាក់យំក្បាច់ជាផ្នែកខាងក្រោយនេះពិតជាឮមែនសេងព្យាយាមអត្ថាធិប្បាយឲ្យមិត្តស្ដាប់ពីរឿងដ៏កំបាំងដែលខ្លួនបានឮប៉ុន្តែចត្រាត្រឡប់ជាកវីក្បាលព្រោះកំឡោះសម័យថ្មីគាត់អត់ជឿស្រាប់ហើយទៅរឿងតាក់ទងនឹងខ្មោចទេគ្នាមិនប្រកែកទេថាឯងបានឮសំឡេងប៉ុន្តែហេតុអ្វីបានជាមិនគិតខ្លះទៅ
ថាសំឡេងនោះវាលាន់ចេញពីបន្ទប់ក្បែរនោះទេណាហើយឈប់គិតរឿងអបិយាយទៅគ្នាព្យាយាមជឿឯងទៅសេងកាត់ស្ដីសរុបលែងនិយាយរឿងនេះតទៅទៀតខ្ញុំនិយាយក៏អត់ប្រយោជន៍ដែរព្រោះគេមិនជឿទៅហើយប៉ុន្តែគេនៅតែជឿថាក្នុងបន្ទប់របស់គេគឺជាមានវត្ថុអាថ៌កំបាំងវិចិត្រាបដូររឿងសន្តានារួចចុចរឿងស្រីស្អាតម្នាក់ឈ្មោះសួនដែលឯងលួចស្រឡាញ់នោះបានការយ៉ាងម៉េចដែរហើយទៅហើយសម្លាញ់ឬបានតែត្រឹមរួចស្រឡាញ់មើលគេតែប៉ុណ្ណោះមិនហ៊ាននិយាយលែបខាយដាក់នាងទេពេលឃើញម្ដងគ្នាទ្រាំចង់បានទេវើយសឹងតែស្ទុះទៅអោបកញិចខ្ទេចឆ្អឹងទេគិតយ៉ាងម៉េចស្រេចតែឯងទៅប៉ុន្តែមើលចិត្តគេផងប្រយ័ត្នគេស្រែកពិបាកខ្មាស់គេវើយឥឡូវនេះតើឯងប្រុងទៅណានឹងទៀតគាត់ថាត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយមួយរយៈនេះមិនសូវមានលុយទោះជាដើរទៅណាក៏មិនសប្បាយដែរអូខេគ្នាប្រញាប់ទៅផ្ទះវិញដែរកិច្ចការងារផ្ទះទៅច្រើនទៀតសេងហានេះរត់តុកមកកិនលុយបន្ទាប់មកទៅនាំគ្នាដើរចេញពីហាងនិងបំបែកគ្នាត្រឡប់ទៅផ្ទះរីខ្លួនកំឡុងសេងត្រឡប់មកកន្លែងស្នាក់នៅវិញដែលផ្ទះនោះសង់ឡើងក្នុងលក្ខណៈពាក្យកណ្ដាលជាថ្មហើយពាក្យកណ្ដាលទីឈើហើយមានបន្ទប់រហូតដល់20នោះជាន់ក្រោមនិងចុងគេបំផុតនៃអគារគឺជាបន្ទប់របស់សេងស្នាក់នៅគេដើរមកឈរនៅពីមុខបន្ទប់ខ្លួនហើយរុញកូនសោចូលបន្ទប់ទៅរួចស្រូបខ្យល់ដង្ហើមវែងនិងព្រឺរោមព្រាពេលឡើងទៅដល់វត្ថុអាថ៌កំបាំងនៅក្នុងបន្ទប់របស់ខ្លួនប៉ុន្តែមិនដឹងថាធ្វើយ៉ាងម៉េចទេចាំបាច់ត្រូវទៅចូលព្រោះវាជាបន្ទប់ដែលខ្លួនបានជួលទៅយ៉ាងណាក៏ទ្រាំឲ្យគ្រប់មួយខែសិនទៅរួចក៏ចាំរកកន្លែងថ្មីគឺថាប្រហែលជាគ្មានរឿងអ្វីកើតឡើងនោះទេសំឡេងយំដែលបានឮពីយំមិញសូមឲ្យវាជាសំឡេងលាន់ចេញពីបន្ទប់ផ្សេងដូចជាត្រាំនេះចុះគេប្រញាប់បើកភ្លើងឡើងហើយបំបត្តិភាពអន្តរកាលទៅក្នុងបន្ទប់របស់គេដោះសម្លៀកពាក់រួចបើកទ្វារចូលតោអង្គុយលេងនៅក្នុងហើយខាងក្រៅរួចអុចបារីជក់បណ្ដាខ្សែភ្នែកសម្លឹងទៅកាន់ផ្ទះមួយខ្នងដែលនៅក្បែរចិត្តពងអួយដែលចាប់អារម្មណ៍នឹងអ្វីទាំងអស់ដែលអត់បានចាប់អារម្មណ៍អ្វីទាំងអស់សេងអង្គុយសម្លឹងមើលនាងរហូតអស់បារីមួយដើមទៅក្រោកទៅជុំទឹកដោយសារកែភ្នែករបស់គេបានដកជាប់ជាមួយនឹងក្រមុំស្រស់ស្អាតដែលគេបានអង្គុយមើលអមាញ់នោះទៅធ្វើឲ្យគេទប់ចិត្តមិនបានក៏បំពេញចំណងនៅខ្លួនឯងទៅជាមួយនឹងការសម័យរបស់អ្នកក្រមុំដែលអង្គុយបង្ហាញរៀងឲ្យគេមើលរាល់ថ្ងៃរហូតបានដល់ចំណុចកំពូលទៅហើយក្នុងពេលនោះសេងទាំងមិនដឹងខ្លួនថាកំពុងមានខ្សែភ្នែកអាកំបាំងសម្លក់សម្លឹងការប្រព្រឹត្តរបស់គេដោយបំពេញចិត្តបំផុតយប់នោះកំឡោះសង្ហាអង្គុយទិញមេរៀនរហូតងុយទៅចូលលេងប៉ុន្តែវាបានត្រឹមក្នុងសភាពពាក្យកណ្ដាលលក់ពាក្យកណ្ដាលភ្នៀកស្រាប់តែគេបះរោមបេះដូងលូតញាប់ទៅពេលឃើញពលឺភ្លើងខៀវស្រស់ថ្លាសន្សំបង្ហាញឡើងសសរឈើចុងជើងរបស់គេណាពលឺនោះកាន់តែភ្លឺឡើងបន្តិចម្ដងរហូតដល់ក្លាយជារូបរាងស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ក្នុងឈុតជារបៀបជាស្ត្រីខ្មែរពណ៌ខៀវ
សេងសំឡក់រូបនោះស្ទើរមិនហ៊ានប្រព្រឹត្តភ្នែកការភ័យខ្លាចបានពុះជ្រែកចូលក្នុងបេះដូងរបស់គេរហូតញាប់ញ័រចម្ប្រំមិនអាចទប់នឹងមកបានគេចង់ស្រែកជំទាវឲ្យអស់សម្លេងប៉ុន្តែហាមាត់អត់រួចគេបានត្រឹមតែមើលបើកភ្នែកធំមើលរូបស្រីបែរសសរនោះជួយខ្ញុំផងសូមមេត្តាជួយខ្ញុំផងសេងបានឮសំឡេងស្រីម្នាក់នោះយំអង្វរទាំងអណ្ដើតយ៉ាងច្បាស់ក្រឡែតនេះជានរណាសេងមិនបានហើបមាត់ស៊ូទេគេគ្រាន់តែគិតក្នុងចិត្តតែប៉ុណ្ណោះប៉ុន្តែនាងនោះបែរជាអាចស្ដាប់បានព្រោះនាងបានតបមកវិញខ្ញុំជាទេពធីតាព្រៃព្រឹក្សាគេនាំគ្នាទៅទីនោះយូរហើយខ្ញុំឈឺដើមទ្រូងខ្លាំងណាស់ជួយដកដៃគោចេញពីទ្រូងរបស់ខ្ញុំផងខ្ញុំឈឺខ្លាំងណាស់នាងប្រាប់ថែមទាំងចង្អុលឲ្យមើលដើមទ្រូងផងនៅកំឡោះសេងមើលហើយថាត្រង់នោះមានពណ៌ក្រហមចុងតូចមួយមែនទៅសួរថាតើខ្ញុំត្រូវជួយដោះនាងយ៉ាងម៉េចខ្ញុំក្រោកឡើងមិនរួចទេចាំស្អែកក៏បានដែរជួយយកអ្វីមកដកឲ្យផងហើយខ្ញុំនឹងសងគុណវិញខ្ញុំអស់ពេលហើយខ្ញុំត្រូវទៅហើយកុំភ្លេចជួយខ្ញុំផងណាលោកនាងនិយាយបង្អស់សំឡេងវែងរួចហើយរាងពណ៌ខៀវរបស់នាងក៏សន្សំងងឹតទៅបន្តិចរហូតដល់ងងឹតសូន្យដូចដើមកំឡោះសេងស្ទុះក្រោកឡើងអង្គុយភ្នែកប្រឹងសម្លក់ទៅសសរនោះទាំងងងឹតចាក់ភ្នែកមិនយល់និយាយថាភ្នែកមើលអត់យល់គេកំពុងឆ្ងល់ថាតើរូបភាពអ្វីដែលគាត់ឃើញបាញ់មិញហ្នឹងត្រូវតែពិសោធន៍មើលថាគេប្រាប់ខ្លួនឯងថាទាំងខំតាំងចិត្តគំនិតគេក្រោកឡើងបើកភ្នែកគឺដើរទៅមើលត្រង់សសរមួយដើមនោះមួយស្ទុះក្រោយមកគេក៏បានឃើញតែគោមួយដើមដែលកប់នៅនឹងសសរពិនិត្យមើលស្ទើរមិនដឹងព្រោះវាកប់ចិត្តអត់បានហើយសេងគិតរកមធ្យោបាយដើម្បីដកដៃគោនោះចេញពីសសរឲ្យបានប៉ុន្តែគិតមិនឃើញសោះថានឹងយកអ្វីទៅដកងើបមើលនាឡិកាឃើញថាម៉ោង11យប់ទៅហើយបើនឹងទៅដាស់គេឯងឲ្យមកជួយដកនោះវាដូចជាចម្លែកពេកហើយចាំស្អែកទៅខ្ញុំនឹងជួយដកឲ្យគេនិយាយជាមួយសសរនោះដូចមនុស្សឡប់ស្ទេករួចទៅហើយវិលមកដកវិញលក់ទៅទាំងអារម្មណ៍មិនដែលដូងគ្រឿងសំលេងនាឡិការោលរំពងកំប្រុសសេងក្រោកឡើងទាំងអាការៈមុំមីមមើលគេឆ្លៀតទៅមើលសសរនោះម្ដងទៀតមុននឹងចូលបន្ទប់ទឹកនឹងចេញទៅរៀបចំខ្លួនទៅសាលាថ្ងៃនេះគេរៀងស្ទើរមិនដឹងថាបានរៀនអ្វីខ្លះទេអារម្មណ៍របស់គេនឹងរវល់តែគិតទៅដល់សសរមួយដើមក្នុងផ្ទះនោះផ្សេងក៏បានខ្ចីដង្កាប់សុំខ្ចីដង្កាប់ម្ចាស់ផ្ទះជួលបន្ទាប់ពីបានវត្ថុដែលត្រូវការហើយក៏ព្យាយាមដកដៃគោនោះចេញដោយលំបាកលំបិនតម្រាំតែបានសម្រេចដៃគោនោះមានស្នាមជ្រេះចាប់ជាខ្លាំងតំណងជាបោះទុកយូរឆ្នាំហើយដកបានហើយក៏ក្រវែងចោលទៅក្រោមមួយហើយមិនចាប់អារម្មណ៍នឹងដៃគោនោះប៉ុន្មានទេហើយយប់នោះកំឡោះសេងអង្គុយសម្លឹងមើលមេរៀនជាធម្មតាលូដល់យប់ជ្រៅបន្តិចស្រាប់តែសំឡេងគោះទ្វារមកបន្ទប់របស់គេហើយសេងក៏បានសួរថាណាអ្នកកំឡោះប្រញាប់ស្រែកសួរ
តែគ្មានឮសូរសំឡេងអីទេគេក្រោកឡើងទៅបើកទ្វារពេលនោះស្រាប់តែឃើញភ្នែកធំបេះដូងលោស្ទ័រតែចេញពីទ្រូងហើយព្រោះអ្នកឈរក្បែរនោះគឺជាស្ត្រីស្អាតឈ្មោះនាងសួននៅផ្ទះទល់មុខដែលខំលួចមើលលួចស្រឡាញ់រាល់ថ្ងៃហើយសេងក៏បានសួរថានាងឯងនាងមានការអីសួរនោះសួរទាំងញ័រសួរទាំងសំឡេងញ័រព្រោះតែរំងាប់ក្តីរំភើបមិនទាន់បានតែសុកស្រាប់តែនាងមករកនៅពេលនេះធ្វើឲ្យគេនឹកស្មានមិនដល់នាងញញឹមដាក់គេដោយខ្សែភ្នែកទាក់តែងជំនួសចម្លើយហើយនាងចូលក្នុងបន្ទប់ហើយខ្ទាស់ទ្វារបន្ទប់ដោយខ្លួនឯងកំឡោះសង្ហាតាមមើលកាយវិការដោយក្តីងឿងឆ្ងល់ហេតុអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលថែមទៀតនោះគឺនាងបែរមកសួរគេថាលោកស្រឡាញ់នាងលោកស្រឡាញ់ខ្ញុំហ៎សេងមិនយល់នឹងសម្ដីរបស់នាងទើបត្រូវសួរទៅវិញដូច្នោះថាខ្ញុំដឹងថាលោកលួចមើលខ្ញុំរាល់ថ្ងៃហើយខ្ញុំមិនយល់នឹងសម្ដីរបស់អ្នកនាងនោះទេតើសួរចង់មានន័យថាយ៉ាងម៉េចដែរហើយបរោះកំឡោះក្បាលនឹងឆ្ងល់ផងក្បាស់ផងដែលសុកនាងអាចដឹងរឿងនោះប៉ុន្តែនាងនិយាយចេញមកហាក់ដូចជានាងមិនមែនជាទូខ្លួនឯងខ្ញុំមិនមែនសួរទេប៉ុន្តែលោកឃើញនេះអាចថាសួរមែនប៉ុន្តែខ្ញុំមិនមែនសួរទេតើនាងចង់និយាយពីស្អីប្រាប់ត្រង់មកខ្ញុំពិតជាមិនយល់តតែសោះហើយតែពេលនោះទើបនាងញញឹមហើយចង្អុលដៃប្រាប់មែនហើយខ្ញុំភ្លេចប្រាប់លោកខ្ញុំគឺជាមនុស្សដែលលោកឃើញនៅក្នុងសសរនោះអ្នកនាងសេងបាននិយាយថាអ្នកនាងសេងនិយាយបានតែប៉ុណ្ណឹងក៏ហាមាត់ធ្លុងព្រោះឃើញនាងលត់អាវឡើងបង្ហាញឲ្យឃើញដើមទ្រូងសចាំងធ្វើឲ្យគេស្រៀវខ្លួនខ្ញាក់លោកជួយដកនិកូលអាគមមួយដើមនោះចេញពីទ្រូងខ្ញុំប្រាប់ហើយខ្ញុំនឹងសងគុណលោកវិញឬក៏លោកមិនត្រូវការនាងម្នាក់នោះទេនាងនិយាយបណ្ដើដោះអាវក្រវែងចោលបណ្ដើធ្វើឲ្យនាយកំឡោះសម្លឹងមិនព្រិចភ្នែកនិងទឹកមាត់របស់គេនោះជ្រាបចេញច្រារហូតនិយាយមិនរួចពេលឃើញដើមទ្រូងនឹងដោះមួយគូបង្ហាញចំពោះមុខយ៉ាងនោះនាងទេពធីតាប្រឹក្សាដែលស្ថិតនៅក្នុងរូបកាយនាងក្រមុំសួនញញឹមដាក់គេខណៈនាងកំពុងតែដោះសំពត់ខោជើងខ្លីរួចស្រាតឲ្យនៅតែខ្លួននៅគោកនាងបញ្ចេញកាយវិការបង្អួលរាងអែនអនទៀតទេហើយបណ្ដាលឲ្យអាកំឡោះនឹងភ្លឹកភ្លៀងញ័រញាប់ស្រាប់ស្រាលរកធ្វើអ្វីអត់ត្រូវមិនយូរប៉ុន្មានទើបរាងកាយនោះធ្វើចលនាមកដល់ក្បែរគេប្រគល់ឲ្យគេលើកដៃក្រសោបអោបតាមជញ្ជក់រួចមកផ្ទប់បបោងមកយ៉ាងស្និទ្ធញញក់បើជញ្ជក់ស្ទាកបង្អែកក្រហល់ក្រហាយដោយត្រូវមកសណ្ដំចឹងគេរុញនាងទៅផ្ដេកលើគ្រែរួចប្រតិបត្តិការកិច្ចកាមដែលកំពុងឆាបឆេះរោលយ៉ាងសន្ធោសន្ធៅនោះពេញប្រាន់កំឡោះក្រមុំទាំងពីរហើយនាងក្រមុំបរិសុទ្ធពិតប៉ុន្តែកាយវិការតបស្នងរបស់នាងឡងខ្ចោះមិនឲ្យបរោះសង្ហានោះទាស់ចិត្តកន្លែងណាទេមួយសន្ទុះក្រោយមកព្យុះស្នេហ៍កំណាចក៏បានបញ្ចប់ទៅជាមួយនឹងសេចក្តីសុខដ៏កក់ក្ដៅគប់ចិត្តរៀងខ្លួនហើយបរោះកំឡោះនោះក៏បង្ហើបរាងកាយចុះចេញពីលើនាងក្រមុំមកដេកអោបនាងពីចំហៀងថើបផងអែលផងបង្ហាញការពេញចិត្តចំពោះរាងកាយរបស់នាងយ៉ាងខ្លាំងខ្ញុំស្រឡាញ់នាងណាស់ដឹងទេ
តែខ្ញុំជាខ្មោចណាពេលនោះទើបសេងដឹងច្បាស់ថាបាញ់មិញហ្នឹងគេបានលេងល្បែងកាមជាមួយនឹងនាងទេពធីតាព្រៃភ្នំដែលស្ថិតក្នុងរាងកាយរបស់មនុស្សគេក្រោកឡើងអង្គុយមើលរាងកាយអាក្រក់របស់ស្រីកំមុំពីលើផុតដល់ក្រោមពីក្រោមផុតដល់លើយ៉ាងជក់ចិត្តដិតអារម្មណ៍រហូតដល់មានសេចក្តីត្រូវការឡើងម្ដងទៀតបើស្អាតបលងឡើងខ្មោចក៏ដាក់ហើយនៃកំឡោះហ្នឹងនិយាយក្នុងចិត្តថារួចទៅហើយនៅតែត្រូលទ្រោមលើនាងម្ដងទៀតនាងក្រមុំបោះដៃទទួលយកនៃកំឡោះនោះអោបជាប់នឹងដើមទ្រូងរបស់នាងផ្សេងចាត់ចែងដំណើរការក្រេបរសជាតិស្នេហ៍ទៀតបន្តទៅទៀតមិនខាត់ប្រយោជន៍1វិនាទីណាឡើយវាជាល្បែងស្នេហ៍ពោពេញទៅដោយភ្លើងក្តៅងុំជាមួយនឹងស្ដីសុខដល់ពេញចិត្តក្រៃលែងទោះបីថាស្ដីសុខនោះកើតឡើងជាមួយនឹងវិញ្ញាណរូបផ្សេងក៏ដោយគឺទៅរឿងនេះប្រិយមិត្តទៅពីដំបូងផ្សេងនឹងខ្លាចខ្មោចខ្លាំងក្រោយវាបានខ្មោចនឹងម្ដងពីរដងគឺលែងខ្លាចហើយគាត់ថាវាជារឿងធម្មតាទៅខ្មោចក៏ដោយអត់ទៅបានព្រោះខ្មោចជាទេពធីតាព្រៃព្រឹក្សាដែលស្ថិតនៅខ្លួននាងក្រមុំដែលគេបានស្រឡាញ់ហ្នឹងអូខេអ្នកទាំងគ្នាខ្សែវីដេអូពាក់ព័ន្ធនឹងរឿងខ្មោចសងគុណគឺមិនមែនតែត្រូវបានចប់តែប៉ុណ្ណឹងហើយសូមអរគុណប្រិយមិត្តដែលខំចំណាយពេលវេលាតាមដានសម្ដាប់ហើយជាចុងក្រោយប្រិយមិត្តកុំភ្លេចចុច Subscribe ចុច Share ដើម្បីទទួលបានខ្សែវីដេអូថ្មីពី Channel របស់ខ្ញុំបាយបាយជួបខ្ញុំផ្សេងវីដេអូក្រោយ